ជុំបិណ្ឌក៏បានចាប់ដោយស្ថាពរផងដែរចាបងប្អូនឥឡូវនេះគឺថាចា3 4ថ្ងៃហ្នឹងគឺថាសាច់ចារាល់ថ្ងៃខ្លាំងពេកយីវាថាខជើងជ្រូកគាត់ទៅឃើញវិញអូយនឹងកញ្ញែងខ្លួនដែរបងប្អូនលើសុំមកទឹកគ្រឿងហើយចាយីវាថាបន្លែធម្មជាតិរបស់យើងផ្សាយផ្សំតាមរបងតាមផ្ទះរបស់យើងជុំវិញផ្ទះអញ្ចឹងណាបងប្អូនចាអូយយីវាថាឆ្ងាញ់ខ្លាំងមែនតើចាអត់មាននិយាយលេងសើចទេបងប្អូនដល់ថាយើងហូបសាច់ខ្លាំងពេកអញ្ចឹងទៅគឺថាតលន់អញ្ចឹងណាបងប្អូនឥឡូវនេះគឺថាកំពុងដាក់ផ្សំបន្លែដើម្បីចាកាត់ត្រៀននងយកទៅចាស្ងោរដើម្បីហូបទឹកគ្រឿងបងប្អូនម្ដាយនាងខ្ញុំក៏ចង់យូរដែរហើយតាំងតែថ្ងៃខ្ញុំមកដំបូងគាត់ថាគាត់ចង់ទឹកគ្រឿងចាតែដល់ថ្ងៃហ្នឹងគឺថាវីវក់ខ្លាំងពេកទៅធ្វើតែម្ហូបងាយងាយអីអញ្ចឹងទៅចាមិនបានដាក់ផ្សំបន្លែទេតែថ្ងៃនេះមានពេលវេលាចាច្រើនហ្នឹងទៅក៏ដាក់ផ្សំបន្លែនិយាយវាថាចំមកយួនអូយនិយាយថាភ្លៀងចាបងប្អូនភ្លៀងច្រើនអញ្ចឹងនិយាយថាចំមកយួនឡើងខ្លាំងមែនទែនបងប្អូនអូយនិយាយវាថាកាត់ទ្រាំតែបានអញ្ចឹងណាចាឥឡូវនេះគឺថាត្រៀមនងរបស់យើងបានហើយខ្ញុំបានទៅបេះចាសយងចេកបងប្អូនចាំមកស្ងោរហូបមលក់និយាយថាសយងចេកវិញអូយនិយាយថាជុំវិញផ្ទះខ្ញុំនៅទៅកាច់ទៅបងប្អូនចាំមិនខ្វះទេសបោខ្លាំងមែនទែនអញ្ចឹងណាចាយើងធ្លាប់នៅស្រុកគេយើងទិញគេមែនទេបងប្អូនដល់ពេលមកនៅផ្ទះឯងអញ្ចឹងអូយស្រួលខ្លាំងណាស់បងប្អូនចង់ហូបអីគឺថាមាននឹងចឹងតែម្ដងមិនថានងឬក៏យងជ័យឬក៏តកួនឬក៏ចាំមានគ្រប់សពបែបយ៉ាងអញ្ចឹងទៅជ័យវាថាកាមេរ៉ាមែនរបស់ខ្ញុំនេះវិញផ្ចាំងរកតែខ្ញុំគ្រប់វិនាទីដែលខ្ញុំធ្វើការងារអូយចឹងថានិយាយថាតាខ្ញុំទៅចូលចិត្តខាងផលិតវីដេអូក្មួយខ្ញុំនេះក៏មិនធម្មតាដែរបងប្អូនចាតែឃើញខ្ញុំធ្វើអីក៏ទីងទូរស័ព្ទមកថតខ្ញុំហ្នឹងនិយាយពីអានងនេះគឺថាផ្លែអួយវិញខ្លាំងមែនទែនបងប្អូនគេហៅអានងម៉ែតចឹងណាចាអានងម៉ែតនេះគឺទៅវាអត់ទាន់អស់ធំទេបងប្អូនដល់ពេលអស់ធំគឺធំជាងនឹងខ្លាំងមែនទែនវែងចឹងទៅបងប្អូនហើយប៉ុណ្ណឹងវិញនិយាយថាសัตว์ចាស់បងប្អូនស្រាំងណាចាស្រាំងតិចវាទៅវារៀងចង់ស្អុយភ្លៀងខ្លាំងពេកក៏អត់កាត់ល្អដែរបងប្អូនបន្លែធម្មជាតិរបស់យើងចាហើយនេះវិញនិយាយថាបានហើយបងប្អូនចាមកកាពីនិយាយថាហូបមិនអស់ទេចាខ្ញុំលោភលន់បន្លែណាម្ដាយខ្ញុំថាកូនអើយកុំធ្វើបន្លែច្រើនពេកខ្លាចឆ្ងោសល់ទៅទុកចោលអីអញ្ចឹងណាចាមានណាចាសល់មានបងប្អូនគាត់ថាហូបតែខ្ញុំនឹងពីអ្នកម្ដាយខ្ញុំទេបងប្អូនក្មេងៗទីក៏អត់ចេះហូបបន្លែទេបងប្អូននេះមកកញ្ច្រែងនេះគាត់ថាបឹបខ្លាំងមែនតើចាមុខតិចមានស្នូលពោតទៀតអញ្ចឹងណាបងប្អូនចាមានស្នូលពោតមានតែស្នូលពោតតែងគេចាតែខ្ញុំអត់មានស្នូលពោតទេហើយប្រឆាមសួរនេះវិញចាក្មួយខ្ញុំចូលចិត្តចឹងឆាគាត់ទេសម្រាប់ខ្ញុំអត់ទេគឺថាបានតែភ្លក់ហើយនឹងក៏ធ្វើទេតែអត់មានបានហូបទេបងប្អូនដោយសារតែតលន់ខ្លាំងពេកចាសម្លេងខ្ញុំក៏ស្អកដែរបងប្អូនត្រូវទឹកភ្លៀងប្រហែលថ្ងៃក៏ថាមិនថាទៅវត្តឬក៏នៅផ្ទះត្រូវទឹកភ្លៀងរហូតផ្ដាសាយអស់ហើយបងប្អូនហើយចារួចភ្ជុំបិណ្ឌគឺថានងព្រាឈឺអញ្ចឹងទៅចាឯនេះគឺថាអង្គុយចាំបាយបងប្អូនខ្ញុំក្មួយខ្ញុំអង្គុយចាំបាយយប់ហើយបងប្អូនផ្ទះខ្ញុំមិនដែលបានហូបបាយភ្លើងគេទេគឺថាយប់រាល់ថ្ងៃអញ្ចឹងតែម្ដងចាគឺថាទ្រលាប់មកចាបងប្អូនទ្រលាប់ចាបើអត់បានហូបបាយយប់គឺថាអស់ចិត្តទេបងប្អូនហើយថាផ្កាស្នោគេនេះវិញថាផ្កាស្នោប្រាំងបងប្អូនផ្កាគេគឺធំខ្លាំងមែនតែផ្កាស្នោប្រាំងខ្ញុំអត់ចូលចិត្តហូបទេវាល្វីងជាងផ្កាស្នោបឹងតែស្រុកខ្ញុំនេះវិញវាថាបឹងតើចុះស្រែបឹងសបោឆ្លើងវីដេអូនេះខ្ញុំណាត់ទីបញ្ចប់ផងដែរអរគុណបងប្អូនជម្រាបលាចា